រឿងជ្រូកដែលចង់ក្លាយជាអ្នកដាំផ្កាមានជ្រូកមួយក្បាលឈ្មោះពោពោជាជ្រូកដែលស្រឡាញ់ផ្កាខ្លាំងណាស់ថ្ងៃមួយវាឃើញសត្វឃ្មុំដែលនៅក្បែរនោះនាំគ្នាទៅប្រមូលលំអងផ្កាពោបាននិយាយទៅកាន់ខ្លួនឯងថាថ្ងៃនេះខ្ញុំនឹងក្លាយជាអ្នកដាំផ្កាឲ្យស្អាតម្ដងពោមិនដឹងពីរបៀបដាំផ្កាទេវាបានសួរទៅកាន់មិត្តភក្តិរបស់វាគឺស្វាអើយតើធ្វើយ៉ាងម៉េចទើបអាចដាំផ្កាឲ្យស្អាតបានស្វាឆ្លើយទាំងហួសចិត្តពោឯងជាជ្រូកឯងមានតែជើង4តើដាំផ្កាមិនកើតពោមិនស្ដាប់ទេវាបានយកមែកឈើធំពីរមកចងជាប់នឹងដៃរួចព្យាយាមដាំផ្កាពោបសម្មែកឈើយ៉ាងខ្លាំងរួចស្រែកថាមើលណាស់ខ្ញុំដាំផ្កាបានហើយវាបានដាំដល់ពាក់កណ្ដាលឈើប៊ូពោមិនបានដាំដល់ចុងឈើទេគឺវាធ្លាក់មកដីបោះជំរំត្រង់ចំភក់តែម្ដងសត្វខ្ងោកដែលនៅក្បែរនោះនាំគ្នាស្រែកសើចថាអូពោឯងមិនមែនដាំដូចស្វាទេតែឯងចុះចតដូចដំឡូងមីធ្លាក់ពីលើទេអញ្ចឹងពោងើបពីភក់ទាំងមុខខ្មៅស្រទុំរួចនិយាយទាំងអៀនថាខ្ញុំមិនមែនធ្លាក់ទេមិញនឹងគឺខ្ញុំចង់ចុះមកងូតទឹកភក់តាអត្ថន័យអប់រំមនុស្សយើងម្នាក់មានសមត្ថភាពរៀងខ្លួនកុំព្យាយាមធ្វើអ្វីដែលមិនមែនជាធម្មជាតិរបស់ខ្លួនឯងខ្លាំងពេកការចេះទទួលស្គាល់ការពិតជាភាពក្លាហានមួយ